ធ្វើវីដេអូបែបនេះដោយដាក់រូបភាពនៅខាងលើនៅពេលដែលយើងកំពុងនិយាយបែបនេះតែគេធ្វើមិននៅលើកម្មវិធី TikTok តើបងប្អូនដែលគាត់អត់ទាន់ចេះធ្វើអីអាចមើលវីដេអូមួយនេះសេវទុកមើលពីក្រោយទៀតក៏បានដែរបើសិនជាបងប្អូនចង់បានប៊ិចដែលខ្ញុំប្រើនៅលើទូរស័ព្ទហ្នឹងឡាយត្រឹមតែ$14ទេបើប៊ិច iPad ត្រឹមតែ$15ទេតោះពីបងមានវីដេអូឬក៏រូបភាពហើយបងចូលមកកន្លែង edit នៅលើ TikTok យើងមកតមកបង scroll រកមើលពាក្យថា overlay ខាងក្រោមបែបនេះខ្ញុំគិតថារបៀបកាត់មួយនេះគឺងាយស្រួលហ្មងសម្រាប់បងប្អូនណាដែលគាត់អត់សូវជំនាញកាត់អីធ្វើតែតាមខ្ញុំទៅគឺអាចធ្វើបានបើសិនជាបងចង់ដាក់រូបភាពឲ្យដល់ចុងវីដេអូបងទាញមកដល់ក្រោយតមកបង scroll មើលខាងក្រោមនេះទៀតមកនឹងឃើញពាក្យថា mask នេះលេចពាក្យ mask ហ្នឹងមកបន្តមករកមើលពាក្យទី1ចុច line ហ្នឹងមកនឹង load កាត់រូបភាពរបស់យើងបែបនេះកន្លែងនេះបើសិនជាបងចង់ចេះឲ្យច្បាស់ជាងហ្នឹងបងអាចចូលមើលវីដេអូរបស់ខ្ញុំមុនបានបងឃើញរូបភាពដែលយើងដាក់ហ្នឹងគឺវាអត់ពេញវីដេអូរបស់យើងទេបងគ្រាន់តែទាញវាឲ្យពេញមកនេះបងចុចនៅលើវីដេអូរបស់យើងហើយបងអូសចុះក្រោមកន្លែងនេះគឺសំខាន់ភាពទាញឡើងលើវីដេអូអូសចុះក្រោមហើយបងសេរីមើលទៅឆ្លាញ់រូបភាពឲ្យឃើញច្រើនជាងវីដេអូបងអាចដាក់តាមនឹងបានកន្លែង mask របស់យើងហ្នឹងបើសិនជាបងចង់ដាក់ឲ្យវាព្រិលតិចអីព្រិលខ្លាំងអីគឺបងសេរីតាមហ្នឹងនេះគឺដាក់ភាពយើងឲ្យមានចលនាលោតចូល